nó sẽ vô nó sẽ vô cuột mà chết từ naไปเลยเสียเห liệu cái áo ẩm bạch thế มาเสียโยเฮเล nó xảy tệ từ na เอามาไปเสียไปเลย anh chọc đòi anh sao cho ọt miên lê lời đây cha hai đã khở ao cho hai tổng cùi luôn YouTube và các nhà mắt liệp bẹn sẽ tông tạ đó ฮ่าฮ่าฮ่า cái lê này chứ kì ให้เสียโล trong mình quý nè nó trong thêm nó mấy nè อย่าเฮอย่าเฮ đâu nè cùi cho đâu ná đó เฮ้เฮ้เฮ้ viêu đâu cái sậy cái mình cùi cho Ai ôi mà. là anh thật trâu trâu men tổng na anh trâu trâu men chấm Việc à ba cái đâu. លេងខ្លាចយីវ៉ាន់ណាមិនឲ្យខ្ញុំរត់យ៉ាងម៉េចបើ Gainsbourg ធ្វើមហាព្រឹត្តិការណ៍រត់ធំឡើងនៅកោះពេជ្រនេះហើយបើខ្ញុំអត់បញ្ញាក់មកទេណាគឺខ្លាចអត់មានកន្លែងឈរមើលព្រោះអីមិនមកតែយើងទេបងប្អូនរាប់ម៉ឺននាក់ណាព្រោះអីនេះជាលើកទី1ហើយដែល Gainsbourg ធ្វើការរៀបចំប្រគំមន្ត្រីខ្នាតយក្សបែបនេះយើងធ្លាប់ឃើញហើយការប្រគំមន្ត្រីផ្សេងរាប់លានដងហើយប៉ុន្តែលើកនេះអត់ដូចលើកមុនទេការប្រគំមន្ត្រីលើកនេះគឺក្រើកផ្អើលពេញពិភពលោកហើយបងប្អូនបើនិយាយពីការរៀបចំឆាកសោនក៏ដូចជា LED វិញគឺដីប្រហែលជាជាងមហាតាតាមមើលទៅហើយអញ្ជើញតារា K-pop ល្បីមកពីប្រទេសកូរ៉េមានដូចជាក្រុម EXO ហើយនិងខាង Super Junior ហើយនឹងកំពូលតារាល្បីប្រចាំស្រុកខ្មែររបស់យើងជាច្រើនរូបទៀត Nước lúc nè để phiông ban tóc kia trao lời nâng nén xanh ពួកគាត់រួមគ្នាមកចូលរួមប្រគំមហាតន្ត្រី Gainsbourg Super Idol My Love មិនត្រឹមតែប៉ុណ្ណោះ Gainsbourg គឺបានព្យាយាមបញ្ជ្រាបនិងបង្ហាញឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្បាស់តាមរយៈការប្រគំតន្ត្រីមួយនេះដោយធ្វើការចែកមួកស្លឹកត្នោតចំនួន 10000 មួកដល់ fan ដើម្បីឲ្យពិភពលោកបានស្គាល់អំពីស្នាដៃរបស់កូនខ្មែរហើយពេលដែលយើងពាក់មួកស្លឹកត្នោតទាំងអស់គ្នាចឹងទៅគឺថាមើលទៅស្អាតមែនទែនបងប្អូនអើយហើយខ្ញុំសូមសរសើរអស់ពីដួងចិត្តដល់ខាង Gainsbourg ដែលតែងតែយកចិត្តទុកដាក់និងគិតគូរសុខទុក្ខដល់បងវរៈកងទ័ពក៏ដូចជាបងប្អូនជនភៀសសឹកជាច្រើនតាមរយៈអំណោយផ្សេងគឺរាប់មិនអស់ទេហើយក៏បានចូលរួមចំណែកដ៏ធំដល់វិស័យទេសចរស្រុកយើងផងដែរដោយបង្ហាញទៅដល់ពិភពលោកឲ្យស្គាល់ថាអ្វីជារបស់ខ្មែរដូចតាមរយៈការប្រគំតន្ត្រីនេះអញ្ចឹងបងប្អូនឃើញទេមួកស្លឹកត្នោតរាប់ម៉ឺនមួកហើយបងប្អូនឃើញមនុស្សម្នារាប់ម៉ឺននាក់នេះមិនមែនតែបងប្អូនខ្មែរយើងទេណាបងប្អូនបរទេសក៏បានជិះយន្តហោះមកមើលការប្រគំតន្ត្រីនេះផងដែរហើយចាំមើលពួកគាត់ថតម្នាក់តែមួយស្លឹកម្នាក់មកវីដេអូចាំមើលបង្ហោះទៅផ្អើលពិភពលោកហើយនិយាយចោះឡើងខ្ញុំនៅតែសរសើរដល់ Gainsbourg ចេះរកនឹកយ៉ាងម៉េចចេះទប់ទល់ជាមួយនឹងធម្មជាតិបានណាពេលថ្ងៃក្តៅគឺចែកមួកស្លឹកត្នោត10000មួកពេលភ្លៀងមកគឺមានអាវភ្លៀងរាប់ម៉ឺនអាវគឺពាក់បានគ្រប់គ្នាតែម្ដងអញ្ចឹងគឺថាមិនថាក្តៅមិនថាភ្លៀងទេគឺ Gainsbourg រកចិត្តទុកដាក់គិតគូរមែនទេឥឡូវបងប្អូនយើងគឺសប្បាយទាំងភ្លៀងតែម្ដងបងប្អូនណាមើលចោះគឺម្នាក់អត់មានមុខស្ងួតទេហើយឃើញបងប្អូនកោះកអ៊ូអនេះមិនមែនតែមកទេបងប្អូនណាអ្នកខ្លះមកតាំងពីម៉ោង1ម៉ោង2ម៉ោង3គឺមកតាំងពីថ្ងៃបុកខ្លាយអត់មានកន្លែងឈរឥឡូវគឺថាបងប្អូនឃើញទេម៉ោងស្មើនេះគឺនៅណែនប៉ែតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលចង់ឲ្យមានព្រឹត្តិការណ៍បែបនេះតទៀតសូមជួយ comment ម្នាក់មួយមកណាដើម្បីឲ្យ Gainsbourg រៀបចំជូនបងប្អូនបានទស្សនាទី